សួស្តីអ្នកទាំងអស់គ្នាមកកាន់ vlog ដែលខ្ញុំទៅសាប៉ាអញ្ចឹងតើ vlog នេះនឹងមានអ្វីខ្លះតោះទស្សនាមើលទាំងអស់គ្នាអ្នកទាំងអស់គ្នាគឺខ្ញុំគុំមកលេងសាប៉ានេះគឺខ្ញុំចង់ឃើញព្រឹត្តិការណ៍នៃការធ្លាក់ប្រាំនៅស្រុកនឹងប៉ុន្តែជាក់ស្ដែងគឺអត់មានតែអាប់ហើយទៅជាអ្នកទាំងអស់គ្នានិយាយជាងផ្សាយហ្មងណាតែនេះខ្ញុំពីភ្លុំអត់ជាងផ្សាយឥឡូវនេះគឺខ្ញុំមកទៅលេងទឹកជ្រោះមួយដែលខ្ពស់ជាងគេនៅសាប៉ាហើយមានកម្ពស់ប្រហែលជា200ម៉ែត្រហើយកន្លែងនោះអ្នកទាំងអស់គ្នាអ្វីដែលខ្ញុំខកបំណងចាំមើលតិចទៀតនឹងភាពខកបំណងគឺខ្ញុំគឺបែបទឹកជ្រោះហ្នឹងគេហៅទឹកជ្រោះថាប៉ហ្នឹងមានន័យថាទឹកជ្រោះពណ៌ប្រាក់ដោយសារតពេលទឹកជ្រោះហ្នឹងហូរធ្លាក់ទៅវាមានពន្លឺភ្លឺភ្លេងស្អាតចែងចាំងដូចពណ៌ប្រាក់អីចឹងតែនេះទៅតាមតែការដែលគេរៀបរាប់ប្រាប់ខ្ញុំណានេះមានកូនក្មេងគេខៅយើងទៅអត់ទៅអីចឹងទៅតែខ្ញុំអត់ដឹងគេនិយាយគេទេហើយអ្វីដែលខ្ញុំខកបំណងនោះគឺនៅពេលដែលខ្ញុំមកទឹកជ្រោះនោះវាអត់ថោច្រើនដោយការរំពឹងទុករបស់ខ្ញុំហើយមួយទៀតគឺវាអាប់យកតែមែនតែនគឺមើលអីអត់ឃើញទេអ្នកទាំងអស់គ្នាអញ្ចឹងហើយដើរមកគឺខាតត្រង់ហ្នឹងហ្មងហើយអាពេលចោះទៅវិញចដើអ្នកទាំងអស់គ្នាអើយនេះដាក់លឿននេះណាហើយនោះមានតទៅក្រោមទៀតប៉ុន្តែខ្ញុំមើលរូបគេកន្លែងហ្នឹងស្អាតអ្នកទាំងអស់គ្នាបើសិនជាមកអត់ប៉ះខែតិចអាចចាំខ្ញុំដាក់រូបនៅលើនឹងឲ្យមើលខ្ញុំមកខំបំណងត្រង់ថាវាអាប់ពេកទៅខ្ញុំមើលទៅសភាពអីអត់បានទាំងអស់ហើយមកលេងគឺបានតែមួយផ្លែទេជីឡើងឆ្ងាយអ្នកទាំងអស់គ្នាកន្លះម៉ោងមកដល់កន្លែងហ្នឹងខ្ញុំចាប់ពីកន្លែងទឹកជ្រោះហ្នឹងខ្ញុំក៏ដើរមើលផ្សារដែលគេលក់នៅជិតហ្នឹងអញ្ចឹងណាគេលក់តាមផ្លូវអញ្ចឹងទៅមានឃើញដូចជនជាតិអីគេវាហៅជនជាតិភ្នំជនជាតិដើមរបស់គេលក់អ្នកទាំងអស់គ្នាអើយខ្ញុំមកខំម្ដងមានទឹកខ្មុំនឹងសាហាវបោកខ្ញុំសាហាវយើងគិតថាជនជាតិពាក្យតិចគេលក់ចឹងរបស់វាសុទ្ធៗហើយនៅតាមព្រៃភ្នំអីចឹងណាអ្នកទាំងអស់គ្នាខ្ញុំទិញមកដបធំមកខ្មែរវិញកករឹងហ្មងសិតតយល់ដឹងថា fake ឬក៏មិនដឹងថាដោយសារនៅទៅទៅវាអត់អីមកដល់ខ្មែរយើងវាក្តៅទៅវាកកចឹងយើងវាមិនដឹងណាខ្ញុំចាប់អារម្មណ៍បាយបំពង់សៃនេះហើយអ្នកនរគ្នាបាយបំពង់សៃនោះគឺគេដាក់មួយអំបិលម្ទេសហើយអំបិលមានអំបិលម្ទេសអំបិលគ្រួសយើងអញ្ចឹងណាហើយមានទឹកតែអីមកឈុតអីចឹងទៅឆ្ងាញ់របស់គេអញ្ចឹងឯងចាំជួបគ្នានៅវីដេអូបន្តទៀតនៅសាប៉ាណាបាយបាយ